សួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញរបៀបធ្វើនំលូខៃស្នូលងើយេងដំបូងកាត់សាច់ក្រកចំនួន50ក្រាមជាចំណិតតូចៗកាត់វ៉លណាត់ចំនួន40ក្រាមជាចំណិតតូចៗកាត់អាម៉ុងចំនួន40ក្រាមជាចំណិតតូចៗដូចគ្នាដាក់ក្របវ៉លណាត់ក្របអាម៉ុងដែលកាត់ហើយចូលក្នុងថាសចាក់ក្របល្ពៅចំនួន40ក្រាមចូលក្របឪឡឹកចំនួន40ក្រាមល្ងសចំនួន25ក្រាមនិងដាក់ល្ងខ្មៅចំនួន10ក្រាមពងទាប្រៃក្រហមចំនួន10គ្រាប់លាបប្រេងល្ងពីលើនិងដាក់សាច់ក្រកចូលរួចដុតនៅក្នុងឡដែលមានកម្ដៅហើយស្រាប់180អង្សាសេដុតរយៈពេល5ទៅ8នាទីបន្ទាប់មកកាត់ដំណាប់ក្រែមប៊ឺរីចំនួន20ក្រាមជាចំណិតតូចៗកាត់ដំណាប់សំបកក្រូចចំនួន20ក្រាមជាចំណិតតូចៗនិងកាត់ដំណាប់ខ្ញីចំនួន20ក្រាមជាចំណិតតូចៗដូចគ្នាចាក់ម្សៅអង្ករដំណើបចំនួន90ក្រាមចូលខ្ទះបើកភ្លើងក្នុងកម្ដៅធម្មតានិងឆារយៈពេល5នាទីបន្ទាប់ពីឆារួចមកបិទភ្លើងចង្ក្រានរួចទុកមួយឡែកសិនឥឡូវយើងមកចាប់ផ្ដើមលាយស្នូលដំបូងចាក់ទឹកស្ករសម្រាប់ធ្វើនំលូខៃចំនួន80ក្រាមប្រេងឆាចំនួន25ក្រាមប្រេងល្ងចំនួន15ក្រាមស្ករសចំនួន20ក្រាមដាក់អំបិលចំនួន2ក្រាមរួចកូរចូលគ្នាឲ្យសព្វល្អបន្ទាប់មកចាក់ក្របធញ្ញជាតិនិងសាច់ក្រកដែលបានដុតហើយចូលរួចដាក់ដំណាប់ក្រែមប៊ឺរីដំណាប់សំបកក្រូចដំណាប់ខ្ញីដែលកាត់ហើយចូលដាក់សាច់បាក់យ៉ុងចំនួន20ក្រាមដាក់ខ្លាញ់ស្ករចំនួន30ក្រាមចាក់ម្សៅអង្ករដំណើបដែលឆាហើយចូលនិងទឹកចំនួន35ក្រាមរួចច្របល់ចូលគ្នាឲ្យសព្វពេលដែលច្របល់សព្វល្អហើយចាប់ស្នូលខ្លះមកមូននិងពេលច្របាច់ទៅវាទន់ស្អិតជាប់គ្នាបែបនេះគឺស្នូលយើងបានលាយល្អហើយបន្ទាប់មកយើងចាប់ដើមថ្លឹងស្នូលបូកពងទាប្រៃស្មើនឹង70ក្រាមសម្រាប់ការថ្លឹងសម្បកនំលូខៃគឺខ្ញុំយកសម្បកនំទាំងអស់មកថ្លឹងហើយចែកនឹង10និងរបៀបធ្វើសម្បកនំលូខៃគឺខ្ញុំបានចេញវីដេអូរួចហើយបងប្អូនអាចចុចមើលលីងនៅខាងក្រោមវីដេអូបានកាត់ម្សៅនំលូខៃចំនួន40ក្រាមរួចសង្កត់ឲ្យរាបស្មើនិងដាក់ស្នូលចំកណ្ដាលរួចខ្ចប់ឲ្យជិតលាបប្រេងឆាខ្លះៗក្នុងពុម្ពដើម្បីកុំឲ្យពេលសង្កត់នំជាប់ទៅនឹងពុម្ពខ្ញុំប្រើពុម្ពទំហំ125ក្រាមរួចសង្កត់ឲ្យណែនការសង្កត់ស្នូលងើយេងវាពិបាកបន្តិចសម្រាប់ពុម្ពជ្រុងគួរតែសង្កត់យូរបន្តិចដើម្បីឲ្យជ្រុងសងខាងស្មើគ្នាល្អបន្ទាប់
ពីសង្កត់នំរួចមកយកទឹកមកបាញ់រួចដុតនំនៅក្នុងឡដែលមានកម្ដៅ200 អង្សាសេដុតរយៈពេល5នាទីពងមាន់ក្រហមមួយគ្រាប់ដាក់ទឹក1ស្លាបព្រាបាយកូរចូលគ្នាឲ្យសព្វសម្រាប់លាបពីលើនំបន្ទាប់ពី5នាទីមកយកនំចេញពីឡក្នុងពេលជាមួយគ្នានេះបើកទ្វារឡដើម្បីឲ្យឡត្រជាក់បន្តិចលាបទឹកពងមាន់នៅលើនំប៉ុន្តែកុំលាបទឹកពងមាន់ច្រើនពេកព្រោះធ្វើឲ្យរូបភាពនៅលើនំបាត់បានរួចដុតនំលើកទី2នៅក្នុងឡដែលមានកម្ដៅ165 អង្សាសេដុតរយៈពេល5នាទីបន្ទាប់ពី5នាទីមកយកនំចេញពីឡលាបទឹកពងមាន់ពីលើម្ដងទៀតរួចដុតនំលើកទី3នៅក្នុងឡដែលមានកម្ដៅ165 អង្សាសេដុតរយៈពេល5នាទីទៅ10នាទីបន្ទាប់ពីដុតលើកទី3មកយកនំចេញពីឡទុកឲ្យត្រជាក់សិនពេលនំត្រជាក់ហើយទុកក្នុងប្រអប់រយៈពេល2ទៅ3ថ្ងៃដើម្បីឲ្យសម្បកនំទន់និងមានពណ៌ត្នោតដិតជាងនេះទៀតជាចុងក្រោយបើមានសំណួរឬយោបល់អ្វីសូមសរសេរ comment នៅខាងក្រោមសូមបងប្អូនជួយចុច subscribe YouTube Channel របស់ខ្ញុំដើម្បីជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណច្រើនសូម